ជំរាបសួរសួស្តីបងជួបជាមួយខ្ញុំទៀតហើយឥឡូវនេះខ្ញុំបានមកដល់ទួលកកនៅហាង66កាហ្វេចង់ដឹងថាក្រោយពីគាត់ប្រើប្រាស់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្មចំបៃប៉ុស្តិ៍ទៅមានភាពងាយស្រួលបែបណាខ្លះតោះចូលទៅខាងក្នុងជួបគាត់ជាមួយខ្ញុំទាំងអស់គ្នាសួស្តីអូនសួស្តីបងអូនមានឈ្មោះអីដែរអូនខ្ញុំឈ្មោះលីមេងបងលីមេងបងអាចសុំរំខានពេលវេលាអូនបន្តិចបានទេដោយសារតែបងចូលមកមុនហ្នឹងឃើញថាមានភ្ញៀវច្រើនមែនទែនប៉ុន្តែអូននៅតែទទួលបានការកំងតនណាអូនបាទបងមានអីបងមកសុំខ្ញុំបានហើយដែលខ្ញុំទទួលភ្ញៀវបានតនរហ័សហ្នឹងដោយសារខ្ញុំប្រើខាង system បងចំបៃប៉ុស្តិ៍បងអូចាអូខេអូនអញ្ចឹងបងអាចសុំដឹងបន្តិចបានទេតើតើនឹងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្មចំបៃប៉ុស្តិ៍មុនពេលនិងក្រោយពេលដែលអូនប្រើប្រាស់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្មចំបៃប៉ុស្តិ៍មានភាពខុសគ្នាមិនដែរអូនបាទសម្រាប់ខ្ញុំមកតាមបទពិសោធន៍ដែលខ្ញុំប្រើមួយខែពីរខែហ្នឹងមកបងវាមានភាពងាយស្រួលមែនទែនបងសារ system របស់បងរៀងប្លែកងាយស្រួលហើយ smooth ជាងsystem ផ្សេងៗដែលខ្ញុំធ្លាប់ប្រើពីមុនមកបងអូខេចាអញ្ចឹងបងអាចសុំសួរអូនបន្តិចទៀតបានទេតើតើជាមួយនឹងការមើលរបាយការណ៍ហើយនឹងការឆែក stock អូនមើលបែបម៉េចដែរសម្រាប់ការឆែករបាយការណ៍ហើយនឹងការគ្រប់គ្រង stock វិញបងមេខ្ញុំគាត់មានភាពងាយស្រួលជាងមុនណាបងនិយាយទៅគាត់អាចមើលទៅតាមទូរស័ព្ទរបស់គាត់ក៏បានដែរបងប្លែកជាង system ពីមុនអូខេអញ្ចឹងជាចុងក្រោយអូនមានពាក្យពេចន៍អីចង់ផ្ដាំទៅដល់ម្ចាស់អាជីវកម្មផ្សេងទៀតដែលគាត់អត់ទាន់មានជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្មចំបៃប៉ុស្តិ៍ប្រើប្រាស់ណាសម្រាប់ខ្ញុំមកខ្ញុំចង់រីកមិនឲ្យបងដែលគាត់អត់ទាន់មានចំបៃប៉ុស្តិ៍ប្រើបងអាចសាកប្រើបានបងធានាបងមកអាម smooth ដែរបង smooth ជាង system ផ្សេងៗបងហើយសម្រាប់បងដែលកំពុងមានតម្រូវការកាហ្វេសម្រាប់ធ្វើការកាហ្វេដែលមានសភាពស្ងប់ស្ងាត់រីងឆ្ងាញ់បងអាចមកសាកនៅ66កាហ្វេពួកយើងបានបងដែលមានទីតាំងនៅខណ្ឌទូកកអរគុណចាអញ្ចឹងអរគុណច្រើនអូនដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃអញ្ចឹងបងកុំភ្លេចបើសិនជាចង់ញ៉ាំកាហ្វេឆ្ងាញ់គឺ66កាហ្វេអរគុណជម្រាបលាបាយបាយ